ថ្ងៃនេះបើអ្នកជាបុរសអ្នកត្រូវតែ upgrade ខ្លួនឯងឥឡូវនេះមិនមែនថ្ងៃស្អែកទេ1មនុស្សប្រុសក្នុងសង្គមសពថ្ងៃតើអ្នកកំពុងបាត់បង់អ្វី2ហេតុអ្វីអ្នកមិនអាចពន្យាពេលបានទេ3ការកើតជាអ្នកឈ្នះមិនមែនដោយសារថ្ងៃស្អែកទេ4បញ្ហាដែលបុរសទំនើបប្រឈមមុខ5គុណសម្បត្តិដែលបុរសសម័យថ្មីទើបមាន6ការលើកកម្ពស់ខ្លួនឯងពីចិត្តវិញ្ញាណទំហំខួរក្បាលនិងរាងកាយ7ចំណេះដឹងលើប្រាក់សារមូលនិធិបំណុលវិនិយោគនិងប្រាក់ចំណេញ8ការអភិវឌ្ឍជំនាញសង្គមនិងភាពជាអ្នកដឹកនាំ9ការបញ្ចេញពីតំបន់ផាសុភាព10របៀបសាងសង់វិស័យក្នុងជីវិត Vision និង Discipline 11បរិបមិនអាចចាំមួយថ្ងៃបានទេ12រឿងពិតរបស់បរិបដែលបានប្រែប្រួលជីវិតដោយចាប់ផ្ដើមថ្ងៃនេះ13ការបោះបង់ពេលវេលាជាសត្រូវនៃការរីកចម្រើន14តើអ្នកមានតែសុបិនឬគម្រោងដ៏ច្បាស់លាស់15ចុងក្រោយគ្មានអ្នកណាមកសង្ស័យអ្នកទេប្រសិនបើអ្នកខ្លាចជាអ្នកឆ្នាំ1មនុស្សប្រុសក្នុងសង្គមសពថ្ងៃតើអ្នកកំពុងបាត់បង់អ្វី1.1មនុស្សប្រុសកំពុងភ្លេចខ្លួនបរិះនៅសម័យបច្ចុប្បន្នត្រូវប្រឈមមុខនឹងការរើសអើងចំណាត់ថ្នាក់បែបបរុនៅអត់ទិសដៅហើយឥតបានដឹកនាំដោយបេសកកម្មផ្ទាល់ខ្លួននៅសម័យកោរចាស់បរិះគឺជាអ្នកការពារជាអ្នកដឹកនាំគ្រួសារជាអ្នកសម្រេចចិត្តសម្រាប់ទិសដៅនៃជីវិតប៉ុន្តែសប្តាហ៍ថ្ងៃនេះបរិះជាច្រើនកំពុងក្លាយទៅជាអ្នកអាងសិទ្ធដោយមិនចេះដឹកនាំខ្លួនឯងពួកគេចង់ក្លាយទៅជាអ្នកជោគជ័យតែជឿលើ motivation ពេលខ្លីៗពួកគេចង់មានប្រាក់តែបោះបង់ការងារលំបាកពួកគេចង់បានការគោរពតែរកពេលវេលាដើម្បីសិក្សាខ្លួនឯងក៏គ្មាន1.2បាត់បង់ចក្ខុវិស័យបរិបមួយចំនួនដើរនៅលើផ្លូវជីវិតដោយគ្មានគោលដៅពួកគេរស់នៅថ្ងៃពីថ្ងៃដើម្បីមានបណ្ឌិតខែពួកគេចូលចិត្តពាក្យថាមួយថ្ងៃណាមួយប៉ុន្តែមិនដែលបង្កើតថ្ងៃនោះដោយខ្លួនឯងពួកគេចូលចិត្តនិយាយថាខ្ញុំចង់មានអាជីវកម្មផ្ទាល់ខ្លួនខ្ញុំចង់មានប្រាក់លើកកម្ពស់ផ្ទះខ្ញុំចង់ធ្វើឲ្យឪពុកម្ដាយមើលឃើញស្នាដៃប៉ុន្តែពួកគេមិនចាប់ផ្ដើមឡើយពួកគេបាត់បង់ចក្ខុវិស័យដោយសារមិនឃើញថាដើរទៅណា1.3បាត់បង់ចំណងជើងបុរសនៅកន្លែងខ្លះសង្គមធ្វើឲ្យគេជឿថាបុរសពិតគឺជាអ្នកធ្វើរឿងធំគ្មានអារម្មណ៍និងតែងតែឈ្នះប៉ុន្តែការពិតគឺបុរសពិតគឺជាអ្នកសមភាពឈឺចាប់បន្តស្រែកនិងស្ទាក់ស្ទើរដោយរឹងមាំតាមបេសកកម្មរបស់ខ្លួនបុរសមួយចំនួនលាក់ខ្លួនពីការលំបាកជ្រុលលេងហ្គេមឬស្ទៀងស្ទង់លើបណ្ដាញសង្គមដើម្បីវាងវល់ពីការមិនជោគជ័យពួកគេចូលចិត្តសរសេរពាក្យដ៏ខ្លាំងប៉ុន្តែជីវិតពិតគ្មានសកម្មភាពនេះបញ្ជាក់ថាពួកគេបាត់បង់ភាពជាអ្នកដឹកនាំខ្លួនឯង1.4បាត់បង់ការយល់ដឹងអំពីតម្លៃពេលវេលាគឺធនធានមានតម្លៃបំផុតប៉ុន្តែមនុស្សជាច្រើនកំពុងប្រើវាលើរឿងឥតប្រយោជន៍សម្រាប់ដើមថ្ងៃចាប់ដើមដោយ scroll TikTok ពេលល្ងាចចំណាយសម្រាប់ Netflix សប្តាហ៍ចុងក្រោយដើម្បីទៅ party ឥតគោលដៅបុរសដែលមិនគោរពពេលវេលារបស់ខ្លួនគឺបុរសដែលមិនទទួលខុសត្រូវលើជីវិតខ្លួនពេលវេលាជាអ្វីដែលអ្នកមិនអាចសងវិញបានទេប្រសិនបើអ្នកមិនប្រើវាដើម្បីបៀលអនាគតរបស់អ្នកនោះអ្នកកំពុងធ្វើការដើម្បីបៀលអនាគតរបស់គេនិយាយឲ្យច្បាស់គឺជាម្ចាស់ក្រុមហ៊ុនដែលអ្នកធ្វើការឲ្យ1.5បាត់បង់អត្តសញ្ញាណក្នុងខ្លួនសង្គមកំពុងធ្វើឲ្យបុរសស្រឡះលើរឿងខាងក្រៅម៉ូតូថ្មីសម្លៀកបំពាក់ថ្លៃពាក្យពេចន៍ស្ទីលប៉ុន្តែខាងក្នុងវិញគ្មានគ្រឿងបន្លាស់បុរសខ្លះត្រូវការតម្លៃសង្គមប៉ុន្តែមិនបង្កើតតម្លៃតខ្លួនពួកគេចង់បានការគោរពប៉ុន្តែមិនទាន់ក្លាយជាមនុស្សដែលគួរឲ្យគោរពពួកគេចង់មានស្នេហាតែជាអ្នកតែងតែបំផ្លាញសេចក្តីស្រឡាញ់ដោយអត់មានការយល់ដឹងចំពោះខ្លួនឯងសោះ1.6សេចក្តីសង្ខេបបុរសកំពុងបាត់បង់អ្វីបាត់ចក្ខុវិស័យបាត់ភាពជាអ្នកដឹកនាំបាត់អត្តសញ្ញាណផ្ទាល់ខ្លួនបាត់ការយល់ពីតម្លៃពេលវេលាបាត់កម្លាំងខាងក្នុងដែលធ្វើឲ្យគាត់ជាមនុស្សប្រុសពិត
បើអ្នកស្គាល់ខ្លួនឯងនៅក្នុងអត្ថបទនេះនោះមិនមែនជាការចាញ់ទេវាជាការផ្ដល់សញ្ញាថាថ្ងៃនេះអ្នកត្រូវចាប់ផ្ដើមបំលែងខ្លួនឯងពីបុរសដែលរੂលេងទៅថ្ងៃទៅជាបុរសដែលមានអំណាចដឹកនាំជីវិតរបស់ខ្លួន